របៀបសេរី timer ឬកំណត់ timer មួយនេះឬខុសប្លែកពីគេបន្តិចមួយដំបូងយើងត្រូវការសេរីអាម៉ោងសកលនេះសិនម៉ោងធម្មតារបស់យើងនេះធម្មតានៅនេះយើងម៉ោង9កន្លះអានេះវាដើរខុសម៉ោង21អញ្ចឹងយើងត្រូវការសេរីនេះសិនអញ្ចឹងរបៀបសេរីវាយើងក៏លេខមើលនេះលេខ6នេះលេខ6បិចាស់មានន័យថានេះវាឡុកសោហើយណាអញ្ចឹងត្រូវការឡុកសោវាយើងមើលកន្លែងនេះចុច2 3ដងទៅ1 2 3ចុចទៅវាបាត់អញ្ចឹងហើយនឹងអាចសេរីបានហើយបន្តមកទៀតយើងមើលជួរលើជួរទី1នេះ D នេះគឺន័យថា D អញ្ចឹងថ្ងៃអញ្ចឹងអានេះយើងថ្ងៃណាយើងដាក់ថ្ងៃហ្នឹងមកណាអូខេឥឡូវឧទាហរណ៍ចាំសេរីខ្លួនឯងទៅថ្ងៃបាទហើយបន្តមកទៀតនីតិនេះនីតិខាងក្រោយនេះអាម៉ោងអានេះគឺម៉ោងស្តុកនេះអាម៉ោងនេះអានេះថ្ងៃច័ន្ទថ្ងៃអង្គារហើយបន្តមកទៀតគឺម៉ោងនេះអញ្ចឹងម៉ោងប្រហែលយើងសេរីតាមហ្នឹងមកម៉ោង9អញ្ចឹងយើងដាក់ម៉ោង9មកអូខេហ្នឹងហើយម៉ោងរួចហើយបន្តម៉ោងរួចហើយអានេះគឺជានីតិនេះនីតិនេះអញ្ចឹងអានេះ24ម៉ោង24អញ្ចឹងយើងចុចវាដើម្បីរក24មកអូខេម៉ោង9:25ឬម៉ោង9:25ដូចគ្នាហើយបាទបន្តមកទៀតរបៀបសេរីរបៀបកំណត់ភ្លើងបិទបើកចង់កំណត់ទៅណាមុនយើងចុចកន្លែងនេះអក្សរពេនេះជាមួយអក្សរពេនេះអក្សរពេនេះអត់ទាន់មានសេរីអីទាំងអស់គឺដកហើយអានេះមាន step ហៅ step ឬមួយគេហៅថាប្លុក1 2ប្រមាណដងអញ្ចឹងណាបាទនឹងបិទបើក2 3បិទបើក4ចាំមើលវាចង់ដឹងថាយើងអាចកំណត់វាបានប្រមាណដងណា11ដង12ដង13ដង14បិទបើកឃើញវាអក្សរឃើញវា on off អញ្ចឹងវា16ដងពីមកកន្លែងដើមវិញហើយអញ្ចឹងដើម្បីយើងកំណត់យើងចែកឧទាហរណ៍ណាអក្សរពេកំណត់យើងចង់កំណត់ភ្លើងបិទបើកពីម៉ោង6អញ្ចឹង on មានន័យថាបើកអញ្ចឹងយើងកំណត់ថ្ងៃសិនចុចមកពឹកសិនអញ្ចឹងចុចមកពឹកបែបនេះគឺមានន័យថាក្នុងមួយអាទិត្យហ្នឹងមួយអាទិត្យប៉ុន្តែបើយើងចង់ឲ្យឆ្លាស់ថ្ងៃយើងចុចសេរីថ្ងៃទៅដើម្បីយើងកំណត់ខ្លួនយើងណាចង់ឲ្យឆេះថ្ងៃគៀថ្ងៃពុធយើងចុចរើសថ្ងៃខ្លួនយើងទៅថ្ងៃច័ន្ទថ្ងៃគៀហ្នឹងបើចង់ឲ្យវាឆេះទៀងរាល់ថ្ងៃយើងដាក់វារាល់ថ្ងៃមកពីច័ន្ទដល់សៅរ៍អាទិត្យតមកគឺម៉ោងនេះគឺម៉ោងដូចយើងសេរីមុនអញ្ចឹងណាឥឡូវយើងចង់ឲ្យវាឆេះម៉ោង6ល្ងាចចាប់ពីម៉ោង6នេះម៉ោង5ម៉ោង6នេះចាប់ពីម៉ោង6អណាហ្នឹងហើយចាប់ដើមបិទយើងចុចសពេមួយទៀតនេះគឺវាបិទអញ្ចឹងយើងចុចដើមគេសិនថ្ងៃក្រោយហើយបន្ទាប់មកបិទនេះយើងចង់ឲ្យវាបិទម៉ោងប្រហែលនេះឲ្យម៉ោងអញ្ចឹងពីចាំឲ្យយើងបិទម៉ោង5ល្ងាចទៅយើងបិទទៅនេះ5ល្ងាចតែប៉ុណ្ណឹងគឺបានហើយទុកចោលទៅគឺវានឹងលោតមកធម្មតាហើយបើទុកចោលតិចទៅយើងចុចកន្លែងនេះចុចកន្លែងមានអាការហ្នឹងមកវាមកកន្លែងដើមវិញហ្នឹងឃើញទេតើតោងជាមួយនេះមួយទៀតណាបងប្អូនណាអានេះបងប្អូនត្រូវមើលតិចoff កន្លែង off ហ្នឹងគឺនៅកន្លែងណាបើក្នុងករណីចេះបងប្អូនណាបើក្នុងករណីវាលោត6ចុចគឺមានន័យថាវា lock សោហើយយើងចុចអត់កើតទេចុចអត់កើតទេចឹងតែដោះសោវាចុចម្ដងទៀតមក2 3ដងមកឲ្យវាបាត់ហ្នឹងមកយើងអាចសេរីកើតហើយតោះមកនេះចុចមើលកន្លែងក្រហមនេះវាមាន3មាន on auto off អញ្ចឹងមានន័យថា off ហ្នឹងមានន័យថាគឺបិទអាម៉ោងដែលយើងសេរីមិញណាហើយយើងកំណត់មិញណាអញ្ចឹងវាអត់ដំណើរការទេចុចមកបិទទៀត auto នេះគឺមានន័យថាវាដើរទៅតាមអ្វីដែលយើងកំណត់ហ្នឹងហើយដើរទៅតាមអ្វីយើងកំណត់ហ្នឹងហើយ on នេះគឺមានន័យថាភ្លឺរហូតហ្នឹងហើយវាភ្លឺរហូតអញ្ចឹងវាអត់ដាច់អត់អីទេអញ្ចឹងដើម្បីឲ្យកំណត់ត្រូវបងប្អូនត្រូវដាក់វាមកអូតូបងប្អូនមើលនេះមួយទៀតបងប្អូនឃើញសញ្ញារូបភ្លើងនេះអាហ្នឹងវាមានន័យថាចេះវាបច្ច្រាស់ពីរឧទាហរណ៍ថាឥឡូវយើងអត់តន់ដល់ម៉ោងវាភ្លឺទេប៉ុន្តែយើងដាក់អូតូហើយវាចេញអានេះឲ្យយើងមានន័យថាវាកំពុងតែភ្ជាប់ភ្លើងឲ្យអញ្ចឹងភ្លើងវាភ្លឺវាបច្ច្រាស់នឹងអ្វីដែលយើងកំណត់វាអត់ដូចអ្វីកំណត់អញ្ចឹងដើម្បីឲ្យវាត្រូវវិញយើងចុចឲ្យបានមកជុំទៀតឈប់សោទៀតឲ្យបានមកជុំទៀតជមើល off អូតូនេះឲ្យវាបាត់ភ្លើងសិនអញ្ចឹងនៅពេលដែលដល់ម៉ោងហ្នឹងគឺវាដាក់អូតូវិញអានេះកំណត់កន្លែងអញ្ចឹងណា